ហើយបន្ទាប់មកយើងមានកម្រងដែកជាន់ទៀតណាខាងក្រោមនេះដែកឆ្កាងពីក្រោមនេះអានេះកម្រងញឹកអញ្ចឹងអានេះកម្រងរវើដើម្បីចាប់យកកូនឃ្មុំនិងក្រមួនឃ្មុំនៅខាងលើហើយលើកអូនលើកហើយបន្ទាប់មកយើងមាននេះកម្រងដែកនេះមួយជាន់ទៀតកម្រងដែកនេះវាកាឡាវាញឹកដែរប៉ុន្តែវានៅតែចាប់អត់អស់លំអងបងប្អូនចាប់អត់អស់លំអងហើយនឹងក្រមួនឃ្មុំល្អិតទូទៅទេអញ្ចឹងយើងត្រូវការប្រើស្បៃមួយជាន់ទៀតស្បៃខាងក្រោមនេះគឺចាប់បានទាំងអស់ទាំងកំតិចសម្ោចហើយកំតិចលំអងកំតិចក្រមួនអីគឺវាចាប់ជាប់ទាំងអស់បងប្អូនណាអញ្ចឹងនៅពេលដែលយើងច្រោះអញ្ចេះទៅគឺទឹកឃ្មុំរបស់យើងធ្លាក់ទៅគឺធានាថាស្អាតហើយយើងអាចរក្សាទុកបានយូរដោយសារវាអត់មានកំតិចកំទីដែលបង្កធ្វើឲ្យទឹកឃ្មុំរបស់យើងជូរផ្អូមទេបងប្អូនដូច